Channel YouTube និទានកំសាន្តសូមជូនរឿងតាមទូឌុបជួបអាបកាលពីដំណើររឿងមួយមានអ្នកភូមិគេនិយាយតគ្នាថាមានពូមួយរស់នៅខេត្តតាកែវគាត់មានឈ្មោះថាពូចែមប្រពន្ធរបស់គាត់មានឈ្មោះថាមីងសឿននិងកូនរបស់គាត់មានឈ្មោះថាធីតាពូចែមជាអ្នករត់ម៉ូតូឌុបគាត់ចេញទៅរត់ឌុបជារៀងរាល់ថ្ងៃនៅបេនរបស់គាត់ប្រចាំការនៅផ្សារណាត់ហើយគាត់មានមិត្តភក្តិជិតស្និទ្ធម្នាក់រត់ឌុបដូចគាត់ដែរឈ្មោះរបស់គាត់គឺពូហ៊ានគាត់ឧស្សាហ៍ដឹកម៉ួយទៅឆ្ងាយណាស់ថ្ងៃនេះពូចែមក៏បានលាប្រពន្ធពីព្រឹកដើម្បីទៅយកមីងផលអូនបងទៅយកមីងផលហើយព្រោះគាត់ឲ្យបងជូនគាត់ទៅវត្តត្រសក់ផ្អែមមីងសឿនក៏បានឆ្លើយទៅប្តីថាចាស់បងសូមបងបើកម៉ូតូឲ្យប្រយ័ត្នប្រយែងផងពេលធីតាឮឪពុកចេញទៅរត់ឌុបក៏បានផ្ដាំឪពុកថាពុកត្រឡប់មកពីរត់ឌុបវិញពុកកុំភ្លេចទិញផ្លូវមាន់ផ្ញើកូនផងពេលឮកូននិយាយដូច្នេះលោកពូចែមក៏បានឆ្លើយទៅកូនថាមិនអីទេកូនចាំពេលពុករកលុយបានពុកត្រឡប់មកផ្ទះវិញចាំពុកទិញផ្ញើកូនពូចែមក៏ដើរទៅយកម៉ូតូហើយក៏ជិះចេញទៅពេលដែលពូចែមចេញទៅដល់បេនមិត្តភក្តិរបស់គាត់ឈ្មោះពូហ៊ានក៏បានសួរគាត់ថាសម្លាញ់ចែមថ្ងៃនេះឯងចេញរត់ពីព្រឹកម្លេះពូចែមនិយាយថាសម្លាញ់ដោយសារគ្នាចេញមកពីព្រឹកព្រោះមីងផលបានណាត់គ្នាឲ្យជូនគាត់ទៅវត្តត្រសក់ផ្អែមពេលមួយសន្ទុះមីងផលក៏ដើរចេញមកពីផ្សារពេលនោះពូហ៊ានក៏បានប្រាប់ទៅសំឡាញ់ថាសំឡាញ់នោះមីងផលគាត់ដើរមកហើយពេលឮសំឡាញ់និយាយដូច្នេះក៏ក្រឡេកទៅក៏ឃើញមីងផលដើរមករកគាត់ក៏បានស្រែកហៅមីងផលថាមីងផលខ្ញុំនៅត្រង់នេះពេលឮពូចែមហៅមីងក៏ដើរទៅរកពូចែមហើយក៏ឡើងជិះម៉ូតូចេញទៅពេលដែលទៅដល់វត្តត្រសក់ផ្អែមមីងក៏បានប្រាប់ពូចែមថាចែមតើម៉ោង8ល្ងាចអាចមកយកមីងបានទេបាទមីងមិនអីទេចាំម៉ោង8ល្ងាចខ្ញុំនឹងមកយកមីងត្រឡប់ទៅផ្ទះវិញពេលនិយាយគ្នាចប់មីងផលក៏បានដើរចូលទៅក្នុងវត្តបាត់ទៅឯពូចែមក៏បានជិះម៉ូតូត្រឡប់មកផ្ទះវិញពេលមកដល់ផ្ទះវិញប្រពន្ធពូចែមក៏សួរថាបងថ្ងៃនេះបងរកលុយបានទេបាទអូនថ្ងៃនេះបងរកលុយបានចុះធីតាកូនយើងនៅឯណាពេលធីតាឮឪពុកសួររក៏បានដើរមករកឪពុកហើយសួរឪពុកថាចាស់ពុកខ្ញុំនៅទីនេះតើពុកបានទិញផ្លូវមាន់ផ្ញើកូនទេពូចែមក៏បានតបទៅធីតាថាបាទកូនប៉ាបានទិញផ្លូវមាន់ឲ្យកូនរួចរាល់ហើយកូនមកយកផ្លូវមាន់របស់កូនទៅធីតាក៏បានដើរមកយកផ្លូវមាន់របស់នាងដែលឪពុករបស់នាងទិញឲ្យហើយនាងសប្បាយចិត្តណាស់ក៏បានអរគុណឪពុកថាកូនសូមអរគុណពុកហើយដែលបានទិញផ្លូវមាន់ឲ្យកូនពូចែមក៏បានដើរទៅស្រោចដំណាំនៅឯក្រោយផ្ទះមួយសន្ទុះមកពូចែមក៏បានស្រែកសួរកូនស្រីថាធីតាកូនតើឥឡូវម៉ោងប៉ុន្មានហើយចាស់ពុកឥឡូវនេះម៉ោង5ពីហើយពេលពូចែមឮកូនស្រីនិយាយដូច្នេះពូចែមក៏ភ្ញាក់ខ្លួនព្រឺតហើយគាត់និយាយថាពុកភ្លេចឲ្យឈឹងមីងផលបានណាត់ពុកឲ្យទៅយកគាត់នៅម៉ោង8ពេលនោះពូចែមក៏ដើរពីក្រោយផ្ទះមកយកម៉ូតូហើយក៏បានប្រាប់ប្រពន្ធថាអូនបងទៅយកមីងផលហើយព្រោះគាត់បានឲ្យបងទៅយកគាត់
ពីវត្តត្រសក់ផ្អែមមកផ្ទះវិញ ចាបងសូមបងបើកម៉ូតូឲ្យប្រយ័ត្នប្រយែងផង ពេលនិយាយគ្នាចប់ពូចែមក៏បានជិះម៉ូតូចេញទៅពេលមកដល់វត្តត្រសក់ផ្អែមពូចែមក៏បានឃើញមីងផលនៅអង្គុយចាំនៅមុខវត្តហើយក៏គាត់បាននិយាយថាឲ្យខ្ញុំសុំទោសមីងដោយសារខ្ញុំភ្លេចថាមីងឲ្យខ្ញុំមកយកឥឡូវមីងរួចរាល់ហើយមែនទេមីងផលឮចែមនិយាយដូច្នេះក៏បានប្រាប់ទៅចែមថា មិនអីទេក្មួយមីងរួចរាល់ហើយ ពេលនិយាយគ្នាចប់ពូចែមក៏បានដឹកមីងផលចេញពីវត្តត្រសក់ផ្អែមដើម្បីត្រឡប់ទៅផ្ទះគាត់វិញពេលដែលជិះទៅដល់ពាក់កណ្ដាលផ្លូវមេឃកាន់តែងងឹតមីងផលក៏មានអារម្មណ៍ថាស្រាវឆ្អឹងខ្នងក៏បានប្រាប់ទៅពូចែមថា ក្មួយតើក្មួយដែលមកផ្លូវនេះញឹកញាប់ទេ ពូចែមឮមីងផលនិយាយដូច្នេះក៏បានប្រាប់ទៅមីងថាបាទមីងខ្ញុំមិនដែលរត់មកតាមផ្លូវនេះទេមីងតើផ្លូវនេះមានបញ្ហាអីមែនទេ ផ្លូវនេះអត់មានបញ្ហាអីទេក្មួយគ្រាន់តែឮអ្នកភូមិគេនិយាយតគ្នាថាផ្លូវនេះសម្បូរអាបច្រើនណាស់ ពេលឮមីងផលនិយាយដូច្នេះពូចែមមានអារម្មណ៍ថាភ័យយ៉ាងខ្លាំងហើយប្រាប់មីងថាមីងបើមានរឿងអ្វីមីងតោងខ្ញុំឲ្យជាប់ពេលឮចែមនិយាយដូច្នេះមីងផលក៏ក្រឡេកទៅឆ្វេងក្រឡេកទៅស្ដាំក៏ឃើញភ្លើងមួយផ្លិតផ្លែតហើយក៏ប្រាប់ចែមថា ក្មួយមីងដូចឃើញភ្លើងអីមួយហោះនៅក្នុងព្រៃ ពេលឮមីងនិយាយដូច្នេះចាមក៏បានងាកទៅមើលក៏ឃើញអាបក៏បានប្រាប់មីងថាមីងនោះជាភ្លើងអាបមិនមែនជាភ្លើងអីផ្សេងទេខ្ញុំប្រាកដណាស់នេះជាអាបហើយពេលនោះអាបក៏ហោះមកតម្រង់មករកម៉ូតូរបស់គាត់ក៏បានប្រាប់មីងថាមីងតោងខ្ញុំឲ្យជាប់អាបហោះមករកពួកយើងហើយពេលប្រាប់មីងរួចហើយពូចែមក៏បានបើកម៉ូតូយ៉ាងលឿនហើយអាបបានហោះតាមម៉ូតូពីក្រោយរបស់គាត់រហូតហើយមីងផលក្រឡេកទៅក្រោយក៏ឃើញអាបនៅតែតាមពីក្រោយក៏បានប្រាប់ក្មួយថា មួយជិះម៉ូតូឲ្យលឿនអាបចិត្តមកទាន់យើងហើយ ពេលឮមីងនិយាយដូច្នេះពូចែមមិនបងអង្គក៏មួលម៉ូតូមួយកប់កាពេលជិះម៉ូតូជិតដល់ក្នុងភូមិអាបក៏បាត់ខ្លួនទៅមូលហេតុដែលអាបតាមម៉ូតូរបស់ពូចែមនិងមីងផលដោយសារអាបវង្វេងផ្លូវមិនដឹងទៅសួរអ្នកណាក៏ចែកដន់ឃើញមីងផលនិងពូចែមជិះម៉ូតូឆ្លងកាត់គិតថាទៅសួរផ្លូវគាត់ទាំងពីរតែភ្លេចថាខ្លួនមានតែក្បាលរឿងតាមម៉ូតូដប់ជួបអាបចប់ដោយបរិបូរណ៍លោកអ្នកទស្សនាជាទីរាប់អានរឿងប្រឌិតបែបជំនឿមានចំណងជើងថាតាមម៉ូតូដប់ជួបអាបសូមបញ្ចប់ដោយបរិបូរណ៍ត្រឹមតែប៉ុណ្ណេះរឿងនិទានបែបជំនឿគឺសរសេរឡើងតាមផ្ដល់គំនិតនិងការជឿរបស់មនុស្សដែលមានជំនឿមិនកំណត់ថាពិតឬមិនពិតនោះទេឆានែលនិទានរឿងកំសាន្តផលិតរឿងនិទានជាភាសាខ្មែរជាពិសេសគឺរឿងខ្មោចរឿងអប់រំសូមជូនពរលោកអ្នកឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារមានដំណើរកំសាន្តទៅទីជិតទីឆ្ងាយសូមឲ្យជួបតែសេចក្តីសុខសុវត្ថិភាពសូមអរគុណនិងសូមជម្រាបលា